ពេលនេះកូនធွာចាប់ផ្ដើមឌឺឲ្យឪពុកធွာហើយដោយអ៊ីស្រាអែលបានមើលធ្លុះល្បែងអុកនយោបាយរបស់លោកដូណាល់ត្រាំដោយលើកឡើងថាកុំយកតែរួចខ្លួនឬកុំដោះស្រាយបញ្ហាតែមួយគ្រាមិនមកហើយលោកអ៊ំទាំងពីរតាមកលំអិតជាមួយគ្នាប្រិមិត្តកាសែតយេរូសាឡឹមផុសនៅថ្ងៃទី9ឧសភាបានទម្លាយភាពតូចច្រករបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកដូណាល់ត្រាំដែលមិនមានភាពច្បាស់លាស់ក្នុងការបញ្ចប់សង្គ្រាមឲ្យបានដាច់ស្រឡះនោះទេលោកត្រាំចេះតែនិយាយថាសង្គ្រាមនេះជិតបញ្ចប់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះខណៈដែលគោលបំណងស្នូលនៃសង្គ្រាមនេះគឺរុះរើរោងចក្រនុយក្លេអ៊ែរនិងយកសារធាតុអ៊ុយរ៉ាញ៉ូមចេញពីអ៊ីរ៉ង់នេះគឺជាភាពមិនច្បាស់លាស់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបង្ហាញពីភាពជឿជាក់ថាអាចនឹងសម្រេចបានក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក៏ដោយប៉ុន្តែភាគីអ៊ីស្រាអែលនៅតែមានការមន្ទិលសង្ស័យយ៉ាងខ្លាំងចំណុចសំខាន់គឺមិនមែនត្រឹមតែអ្វីដែលអ៊ីរ៉ង់ផ្ដល់ឲ្យនោះទេតែគឺតើលោកត្រាំហ៊ានថយក្រោយឬធ្វើសម្បទានកម្រិតណាមួយដើម្បីដោះដូរយកជ័យជំនះផ្នែកការទូតក្នុងនោះមន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលម្នាក់បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថាទោះបីជាមានការផ្លាស់ប្ដូរខ្លះក្នុងកិច្ចចរចាក៏ដោយប៉ុន្តែវានៅតែមិនទាន់ឈានទៅដល់ចំណុចរបត់ដ៏សំខាន់ណាមួយឡើយដោយសារតែគម្លាតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅតែមានទំហំធំធេងនៅឡើយទេសម្រាប់ទីក្រុងយេរូសាឡឹមសំណួរដ៏សំខាន់បំផុតមិនមែនស្ថិតនៅលើអ្វីដែលអ៊ីរ៉ង់ហ៊ានផ្ដល់ឲ្យដើម្បីបញ្ចប់ចំនួននោះទេប៉ុន្តែគឺស្ថិតនៅលើប្រធានាធិបតីលោកដូណាល់ត្រាំត្រៀមខ្លួនថយក្រោយឬធ្វើសម្បទានកម្រិតណាដើម្បីដោះដូរយកជោគជ័យផ្នែកការទូតខណៈដែលលោកកំពុងតែរងសម្ពាធពីបញ្ហាតម្លៃប្រេងឡើងថ្លៃនិងការធ្លាក់ចុះនៃប្រជាប្រិយភាពមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិមកដល់អ៊ីស្រាអែលមានការសង្ស័យថាអាមេរិកអាចនឹងយល់ព្រមធ្វើកិច្ចព្រមព្រៀងជាដំណាក់កាលដែលផ្ដល់លុយឲ្យអ៊ីរ៉ង់តាមរយៈការដកទណ្ឌកម្មមួយចំនួនប៉ុន្តែបែរជាអនុញ្ញាតឲ្យអ៊ីរ៉ង់នៅតែអាចរក្សាទុកនៅចំណេះដឹងហេដ្ឋារចនាសម្ព័ន្ធនិងម៉ាស៊ីនពិសោធន៍ដដែលបញ្ហានេះអ៊ីស្រាអែលយល់ថាគឺជាបញ្ហាស្នូលសម្រាប់ថ្ងៃអនាគតព្រោះអ៊ីរ៉ង់អាចនឹងប្រើប្រាស់សមត្ថភាពដែលនៅសេសសល់ទាំងនោះដើម្បីងាកទៅផលិតអាវុធនុយក្លេអ៊ែរវិញក្នុងពេលដ៏ខ្លីបំផុតប្រសិនបើពួកគេចង់យេរូសាឡឹមផុសបានបន្តទៀតថាអ៊ីស្រាអែលបានមើលឃើញយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបច្ចុប្បន្នថាជាការដោះស្រាយបញ្ហាតែមួយគ្រាពោលគឺការព្យាយាមសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងបណ្ដោះអាសន្នដើម្បីយកមុខមាត់ផ្នែកនយោបាយប៉ុន្តែបែរជារុញបញ្ហាស្នូលដែលពាក់ព័ន្ធទៅនឹងការរុះរើកម្មវិធីនុយក្លេអ៊ែរទាំងស្រុងទៅដោះស្រាយពេលក្រោយទៅវិញតាមការវិយតម្លៃរបស់អ៊ីស្រាអែលកិច្ចព្រមព្រៀងដែលមិនមានការរឹតបន្តឹងលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាអចិន្ត្រៃយ៍និងមិនមានយន្តការត្រួតពិនិត្យដ៏តឹងរ៉ឹងជាជាងការពីសម័យលោកអូបាម៉ានោះគឺមិនមែនជាដំណោះស្រាយដែលអ៊ីស្រាអែលអាចទទួលយកបានឡើយទន្ទឹមនឹងនេះរបាយការណ៍ពីសហរដ្ឋអាមេរិកបង្ហាញថាភាគីទាំងពីរជិតឈានដល់ការបញ្ចប់ឯកសារយោគយល់គ្នាខ្លីមួយដែលមាន14ចំណុចឯកសារនោះមានគោលបំណងបញ្ចប់ការប្រជុំមុខដាក់គ្នាចុងក្រោយនេះជាផ្លូវការនិងបើកឱកាសរយៈពេល30ថ្ងៃសម្រាប់ការចរចាលម្អិតទាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែរទណ្ឌកម្មនិងការបើកច្រកសមុទ្រអូម៉ូហើយអ្វីទាំងអស់នេះហើយទើបធ្វើឲ្យទីក្រុងយេរូសាឡឹមមិនបានបង្ហាញពីភាពប្រញាប់ប្រញាល់ក្នុងការសាទរចំពោះភាពសុទ្ធិធិនិយមរបស់អាមេរិកនោះទេដោយពួកគេជឿជាក់ថាដរាបណាអ៊ីរ៉ង់នៅតែមិនទាន់យល់ព្រមបោះបង់ចោលសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរទាំងស្រុងនោះរកកិច្ចព្រមព្រៀងដែលកើតឡើងគ្រាន់តែជាការដោះដូរដល់គ្រោះថ្នាក់ឬជាការទិញពេលវេលាដើម្បីផ្ដោតដង្ហើមសេដ្ឋកិច្ចឲ្យសត្រូវតែប៉ុណ្ណោះមានសំណួរកើតឡើងតើប្រិមិត្តយល់យ៉ាងណាដែរចំពោះអត្ថបទមួយនេះខ្ញុំសំអាងវណ្ណៈ True Insiderសម្រាប់បងប្អូនទាំងអស់គ្នាអ្នកដែលចង់បានរូបរាងស្រស់សង្ហាមិនថាអ្នកដែលលេងកីឡាឬក៏អ្នកដែលគាត់អត់មានពេលនៅក្នុងការលេងកីឡាទេបងប្អូនទាំងអស់គ្នាអាចជ្រើសរើសញ៉ាំនៅកាហ្វេ AK7 បានមួយថ្ងៃញ៉ាំ2ដងម្ដងគឺ2កញ្ចប់ណាបងប្អូនណាពេលព្រឹកនិងពេលថ្ងៃ